nè từng ở khné thua pe nó pe để con mà prap tháng mà con thửมันแพะnó là bullying chẳng á hay ធ្លាប់ឆ្លើយជាមួយកូនថាយ៉ាងម៉េចដែរខ្ញុំចាំការខ្ញុំនៅក្មេងខ្ញុំធ្លាប់ប្រាប់ម៉ាក់ថាមានគេធ្វើបាបនៅសាលាអញ្ចឹងម៉ាក់ក៏ប្រាប់ថាកិច្ចពីគេទៅកូនគុំទៅតតាំងជាមួយវាអីហើយមែនវាវិធីមួយហ្នឹងគឺវាប្រើមិនបានផលព្រោះនៅពេលដែលយើងកិច្ចពីគេហើយយើងវាគណៈធ្វើបាបយើងថែមអញ្ចឹងដល់ពេលដែលខ្ញុំខ្លាចជាម៉ាក់របស់គេហើយកូនខ្ញុំមកប្រាប់អញ្ចឹងបើសិនជាមិត្តភក្តិគាត់គ្រាន់តែ bully ដោយសម្ដីអីនិយាយទេគឺខ្ញុំបង្រៀនកូនសិនថាវាគ្រាន់តែជាសម្ដីរបស់ក្មេងដែលប៉ាម៉ាក់អត់សូវបានបដៅបានល្អមកហើយអញ្ចឹងកូនបាច់ទៅចាប់អារម្មណ៍សម្ដីវាពេកឯងប៉ុន្តែកូនប្រាប់ទៅវិញថាឈប់មកលេងជាមួយខ្ញុំអត់ចូលចិត្តកុំមកនិយាយអញ្ចឹងជាមួយខ្ញុំហើយប្រាប់អ្នកគ្រូផងខ្ញុំនិយាយទៅគឺខ្ញុំឲ្យគាត់ចាត់ការដោយខ្លួនឯងសិនហើយខ្ញុំប្រាប់ថាឲ្យប្រាប់អ្នកគ្រូដែរថាមិត្តភក្តិអត់ bully អញ្ចឹងហើយអត់ចូលចិត្តអញ្ចឹងណាប៉ុន្តែបើសិនជាមិត្តភក្តិនៅតែ bully ទៀតអាហ្នឹងមកប្រាប់ម៉ាក់ចាំម៉ាក់ទៅចាត់ការខ្លួនឯងហើយមែនគឺវិធីមួយហ្នឹងគឺប្រើបានផលមិត្តកូនខ្ញុំគាត់អាចតតាំងជាមួយមិត្តភក្តិគាត់ដោយខ្លួនឯងបានអញ្ចឹងគាត់អាចដោះស្រាយបានហើយគាត់ក៏បកត្រឡប់មកប្រាប់ដែរថាគាត់បាននិយាយមិនខ្លះជាមួយមិត្តភក្តិហើយមិត្តភក្តិក៏នៅតែ bully អញ្ចឹងប៉ុន្តែគាត់ក៏រៀងរឹងមាំជាងមុនតិចដោយគាត់ដើរចេញគាត់អត់ព្រមតតាំងហើយគាត់ក៏បានស្ដីឲ្យមិត្តភក្តិដែរថាអត់ចូលចិត្តទេអញ្ចឹងណាអញ្ចឹងខ្ញុំក៏នៅតែប្រាប់គាត់ដដែលថាបើសិនជាក្មេងអស់នឹងធ្វើបាបឬក៏កូនមិនពេញចិត្តហើយប្រាប់វានៅតែបន្តទៀតមកប្រាប់ម៉ាក់ចាំម៉ាក់ទៅហៅកូននឹងដល់សាលាតាមពិតវិធីការពារមួយហ្នឹងគឺយើងត្រូវតែធ្វើមិនអាចប្រាប់កូនឲ្យចាញ់គេរហូតបានទេពេលខ្លះណាប៉ុន្តែក៏មិនមែនថាយើងត្រូវតែចេញមុខទៅការពារគាត់ភ្លាមដែររឿងខ្លះគាត់អាចដោះស្រាយខ្លួនឯងបានខ្ញុំក៏ចង់ឲ្យគាត់ដោះស្រាយដោយវិធីរបៀបរបស់គាត់សិនចាំបើថាគាត់នៅតែមិនអាចដោះស្រាយបានឬក៏គាត់មានអារម្មណ៍ថាគាត់មិនសប្បាយចិត្តគាត់អត់ចង់ទៅរៀនហើយអាហ្នឹងវាដល់ទូនាទីរបស់យើងដែលយើងត្រូវទៅដោះស្រាយបញ្ហាមួយនឹងដល់ខ្លួនឯងពេលខ្លះដែលយើងប្រាប់កូនឲ្យចាញ់គេឲ្យកិច្ចពីគេឲ្យកិច្ចពីបញ្ហារហូតវាមិនមែនជាដំណោះស្រាយដែលល្អគ្រប់ពេលបានទេព្រោះនិស្ស័យមួយហ្នឹងច្រឹកមួយហ្នឹងវាអាចនឹងនៅជាប់ជាមួយគាត់នៅពេលដែលគាត់ធំអញ្ចឹងមានពេលខ្លះមាននៅពេលដែលគាត់ជួបបញ្ហាគាត់អាចនឹងมันបានងាកមករកយើងដើម្បីជួយដោះស្រាយព្រោះចាំថាពីទូចមកមានបញ្ហាអីប៉ាមកអត់ជួយដោះស្រាយបានអញ្ចឹងគាត់នឹងអាចទៅវិធីដោះស្រាយណាមួយផ្សេងដែលគាត់ធ្វើដោយខ្លួនឯងអញ្ចឹងវាក៏អាចមានបញ្ហាដូច្នេះព្យាយាមបញ្យល់គាត់ជួយគាត់តាមដែលអាចធ្វើទៅបានប៉ុន្តែក៏ត្រូវអនុញ្ញាតឲ្យគាត់ជួយខ្លួនឯងសិន